ตาเนี่ยทลบធ្វើអំពើល្អដាក់អ្នកដតីដែរឬទេនៅពេលដែលយើងជួយដល់អ្នកដតីចង់បានផលតបស្នងពីអ្នកដតីវិញនោះវាធ្វើឲ្យចិត្តរបស់យើងងាយនឹងទទួលការខកចិត្តខកបំណងឬក៏កើតទុក្ខថែមទៀតផងប៉ុន្តែនៅពេលដែលយើងធ្វើអំពើល្អដោយមិនចង់បាននឹងការតបស្នងវិញនោះវាធ្វើឲ្យចិត្តរបស់យើងមានសេចក្តីសុខសាន្តនៅក្នុងចិត្តដូច្នេះចូលធ្វើអំពើល្អឲ្យបានច្រើនតាមដែលអាចធ្វើបាននៅក្នុងគម្ពីរកាឡាទីជំពូក6ខ9ក៏បានចែងដែរថាកុំឲ្យយើងណាចិត្តនឹងធ្វើការល្អឡើយបើមិនរសាចិត្តទេនោះដល់ពេលវេលានោះយើងនឹងច្រូតបានហើយអញ្ចឹងនៅពេលដែលយើងធ្វើល្អដល់អ្នកដទៃយើងមិនរំពឹងថាយើងនឹងបានផលតបស្នងមកវិញទេនោះធ្វើឲ្យចិត្តរបស់យើងមានសេចក្តីសុខសាន្តនៅក្នុងចិត្តហើយយើងធ្វើអំពើល្អក៏មិនមែនបង្ហាញឲ្យមនុស្សលោកបានឃើញនោះដែរយើងធ្វើអំពើល្អដោយសារយើងជាកូនរបស់ផងព្រះពីព្រោះព្រះទ្រង់ជាព្រះដ៏ល្អមែនអត់បងប្អូនយើងធ្វើអំពើល្អដោយសារព្រះរបស់យើងជាព្រះដ៏ល្អនៅក្នុងគម្ពីរបានបង្រៀនយើងថាចូលធ្វើអំពើល្អដោយមិនចាំបាច់ចង់បានផលតបស្នងមកវិញនោះអ្នករាល់គ្នានឹងបានរង្វាន់ជាធំដោយដែលមានចែងនៅក្នុងគម្ពីរលូកាជំពូក6ខ35សូមបងប្អូនអរគ្នាចូលទៅមើលក្នុងគម្ពីរលូកាជំពូក6ខ35ដូច្នេះចូលធ្វើអំពើល្អដោយចិត្តស្មោះសរទោះបីជាគេមើលមិនឃើញក៏ដោយប៉ុន្តែព្រះទ្រង់បានតតឃើញនៅអ្វីដែលយើងបានធ្វើតើអ្នកយល់យ៉ាងណាដែរសូមបញ្ចេញមតិយោបល់របស់អ្នកនៅខាងក្រោមហើយសូមចែករំលែកវីដេអូនេះដល់អ្នកដទៃឲ្យគេចេះធ្វើអំពើល្អដោយសារព្រះយេស៊ូវគ្រីស្ទទ្រង់គង់ជាមួយនឹងយើងផងដែរសូមអរគុណសូមព្រះប្រទានពរ